សូមជឿនរឿងអ្នកលក់មួកនឹងស្វាថ្ងៃមួយមានជាងដេមួកម្នាក់បានយកមួកទៅលក់តាមភូមិពេលលាថ្លៃត្រង់ក៏បានឈប់សម្រាកក្រោមដើមឈើមួយគាត់ក៏បានសម្រានលក់ទៅមួយចន្ទុះក្រោយមកក៏មានសំឡេងចេកចាស់ធ្វើឲ្យគាត់ភ្ញាក់គាត់ញើសទៅមើលលើដើមឈើគឺសត្វស្វាមួយវងកំពុងពាក់មួកគាត់បានរើសដុំថ្មគប់ស្វាទាំងនោះស្វាបេះផ្លែឈើគប់តបវិញពេលនោះគាត់នឹកឃើញថាសត្វស្វាចូលចិត្តត្រាប់តាមគាត់ក៏បានដោះមួកគប់ទៅស្វាក៏ដោះមួកពីក្បាលគប់តបវិញគាត់រើសមួកទាំងអស់រួចធ្វើដំណើរបន្តទៅទៀតសូមអរគុណសុខភាពល្អ